YUT អូក្នុងផលិតកម្មផ្ទះដៃរឿងជីវិតមែនពូអើយមីងហើយជួយកាត់ទូទាត់លាត់សយរឿងជីវិតខ្ញុំផងថាវាយ៉ាងម៉េចយ៉ាងហេតុនិងហើយនេះហើយគឺជារឿងជីវិតខ្ញុំដល់កើតទុំធំដល់កើតទុំធំនៅក្នុងជីវិតជួយកាត់ខ្ញុំមើលជួយកាត់ខ្ញុំមើលណាត្រង់ว่ามันថារឿងជីវិតខ្ញុំធ្លាប់ជាសាប៉ុណ្ណាជីវិតបិទចិត្តខ្លួនឯងគឺបីសិល្បៈតស៊ូខ្លាំងមាត់សង្កត់ចិត្តគឺដើម្បីសិល្បៈជួបអូបសាក់ដោយអំណាចតាតងខ្ញុំក្រោកឈរគឺដើម្បីសិល្បៈធ្លាក់ក្នុងបាតសមុទ្រក៏ខ្ញុំឬបំរាក់ឲ្យជីវិតស្រឡាប់ព្រោះមិនចង់ជួបរឿងអតីតវាសែនជឿផ្សាចង់មកខ្លួននៅជាមួយហេបងពីងបងប្រុសអ្នកគូមិនឲ្យមកទេស្រាប់តែយប់ឡើងភូវាយក្បាលគេអ្នកភូមិស្រែកជេអាចកោបពីម៉ោង6ដល់ម៉ោង7រ៉េបលេងម្ដងអ្នកភូមិនិយាយថាអាក្មេងបានសាកខ្ញុំស៊ូអោក្បាលខាំមាត់ដើរចេញរហូតបានរស់នៅជាមួយបងពីងដោយសារនឹងចែលីព្រោះខ្ញុំពោពេញទៅដោយទស្សនៈភាពខ្លួនឯងខ្ញុំខំស្វាត់ស្វែងយល់ដឹងពីបងពីងកុំឲ្យអ្នកភូមិគេដៀលគេជំរិចខ្ញុំចង់ស្រ័យប្រាប់ទៅវិញថាខ្ញុំធ្វើបានហើយនិងហើយនេះហើយគឺជារឿងជីវិតខ្ញុំដល់កើតទុំធំដល់កើតទុំធំនៅក្នុងជីវិតជួយកាត់ខ្ញុំមើលណាត្រង់ว่ามันថារឿងជីវិតខ្ញុំធ្លាប់ជាសាប៉ុណ្ណារឿងជីវិតខ្ញុំដើរខុសមិនបន្ទោសលើព្រំលិខិតគ្រាន់ជាអ្នកកំរិតអ្នកប្រព្រឹត្តគឺជារូបយើងព្រំលិខិតគ្រាន់ជាអ្នកឃើញឯរូបយើងគឺជាអ្នកដឹងអ្វីក៏ដោយបើមិនមានការតស៊ូខិតខំព្យាយាមប្រឹងតតែដឹងថាពាក្យទៅវិញជួយចត់វាយ៉ាងម៉េចទើបពលិចចេញនៅពលលោកឃើញនៅពលឺដូចជារូបខ្ញុំដល់ពេលលាក់ខ្លួនជឿទើបដឹងថាពលឺវាសំខាន់យ៉ាងណាស់អង្គុយនៅកណ្ដាលវាស្រែគ្មានអ្នកមកចំនៅទឹកចិត្តមកចាំជួយថែរក្សាអង្គុយនៅក្បែរភ្នោតានឹកទល់ចិត្តខ្លួនឯងបើសិនកើតមកជាកូនអ្នកមានខែរ៉ែលែមិនកណ្ដោចកណ្ដាយវេទនាយ៉ាងហ្នឹងតែដល់ពេលឥឡូវទើបបានដឹងថារឿងទាំងអស់ហ្នឹងវាជួយពង្រឹងនៅផ្លូវជីវិតឲ្យខ្ញុំជួនភាពសុខដុមនាពេលអនាគតដោយសារតែការអត់មុតគិតទៅចិត្តខ្លួនឯងធ្វើមានការស្វាស្វែងបំលែងនៅផ្លូវជីវិតអ្វីដែលបងសង្កត់ខំធ្វើឲ្យខ្លាចការពិតព្រំលិខិតកំរិតទុកមួយអន់លើ